ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នានៅខ្ញុំមានឈ្មោះកាន់កនិកាហើយថ្ងៃនេះខ្ញុំបានឡើងមកនិយាយអំពី topic វិស័យទេសចរណ៍ហើយដោយវិស័យទេសចរណ៍នេះគឺវាមាន8មាតិកាដោយមាតិកាទី1នោះគឺសេចក្តីផ្ដើមមាតិកាទី2គឺនិយមន័យនៃវិស័យទេសចរណ៍មាតិកាទី3គឺប្រភេទនៃវិស័យទេសចរណ៍មាតិកាទី4គឺសារៈសំខាន់នៃវិស័យទេសចរណ៍ចំពោះសេដ្ឋកិច្ចនិងមាតិកាទី5នោះគឺសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជានិងមាតិកាទី6នោះគឺបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍និងមាតិកាទី7គឺដំណោះស្រាយនិងការអភិវឌ្ឍវិស័យទេសចរណ៍និងមាតិកាទី8គឺសេចក្តីសន្និដ្ឋានដោយមាតិកាទី1សេចក្តីផ្ដើមគឺមានន័យថានៅក្នុងសតវត្សបច្ចុប្បន្នគឺវិស័យទេសចរណ៍បានក្លាយទៅជាផ្នែកមួយដ៏សំខាន់ក្នុងសេដ្ឋកិច្ចពិភពលោកដោយជួយបង្កើនប្រាក់ចំណូលនិងបង្កើតការងារនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនហើយជាពិសេសនោះគឺសម្រាប់ប្រទេសកំពុងតែអភិវឌ្ឍដូចជាប្រទេសកម្ពុជានេះផងដែរគឺវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិនិងជួយផ្សព្វផ្សាយនៅអត្តសញ្ញាណជាតិទាំងមូលទៅកាន់ពិភពលោកឲ្យបានស្គាល់ហើយម្យ៉ាងទៀតគឺកម្ពុជាមានសម្បត្តិធម្មជាតិនិងបេតិកភណ្ឌវប្បធម៌ជាច្រើនដូចជាប្រាសាទបុរាណតំបន់ឆ្នេរនិងតំបន់អេកូទេសចរណ៍ដែលជាចំណុចទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិហើយក៏វាមានអត្ថប្រយោជន៍ជាច្រើនដែរដោយវិស័យទេសចរណ៍ត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចមួយដ៏មានសក្តានុពលខ្ពស់ដែរចូលចំណុចទី2គឺនិយាយអំពីនិយមន័យនៃវិស័យទេសចរណ៍ដោយនិយមន័យនៃវិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចមួយដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍប្រទេសមួយហើយគឺវាសំដៅទៅលើសកម្មភាពនៃការធ្វើដំណើររបស់មនុស្សពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតដើម្បីសម្រាប់កម្សាន្តសិក្សាធ្វើអាជីវកម្មឬស្វែងយល់អំពីវប្បធម៌និងធម្មជាតិផងដែរចំណុចទី3គឺប្រភេទនៃវិស័យទេសចរណ៍ដោយវិស័យទេសចរណ៍គឺជាវិស័យមួយដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងមានប្រភេទជាច្រើនដើម្បីបំពេញតម្រូវការផ្សេងរបស់ភ្ញៀវទេសចរហើយប្រភេទទេសចរទាំងនេះអាចបែងចែកជាចម្បងដោយខាងក្រោមដូចជាទី1គឺទេសចរធម្មជាតិទី2ទេសចរវប្បធម៌ទី3ទេសចរអេកូទី4ទេសចរកម្សាន្តនិងទី5ទេសចរជីវកម្មនិងទី6ទេសចរសុខភាពនិងទី7គឺទេសចរផ្សងព្រេងនិយមន័យអំពីប្រភេទទេសចរនីមួយដូចជាទី1គឺនិយាយអំពីទេសចរធម្មជាតិដោយនិយមន័យទេសចរធម្មជាតិគឺជាប្រភេទទេសចរដែលផ្អែកទៅលើធនធានធម្មជាតិដូចជាព្រៃភ្នំទន្លេសមុទ្រទឹកជ្រោះនិងជីវៈចម្រុះជាដើមហើយវាមានគោលបំណងឲ្យភ្ញៀវទេសចរចូលរួមសិក្សាកម្សាន្តនិងការពារបរិស្ថានក្នុងពេលតែមួយហើយលក្ខណៈសំខាន់នៃទេសចរធម្មជាតិនោះគឺវាផ្អែកទៅលើធនធានធម្មជាតិដោយព្រៃឈើភ្នំទឹកជ្រោះនិងសត្វហើយចំណុចទី2គឺគ្រប់គ្រងការអភិវឌ្ឍបរិស្ថានចំណុចទី3នោះគឺមិនបំផ្លាញធនធានធម្មជាតិនិងចំណុចទី4ជួយអភិវឌ្ឍសហគមន៍មូលដ្ឋានដោយឧទាហរណ៍កន្លែងទេសចរធម្មជាតិនៅកម្ពុជាវាមានដូចជាភ្នំបូកគោអូសៀនជាតិគិរីរម្យទឹកជ្រោះប៊ូស្រានិងសមុទ្រកោះរ៉ុងប្រភេទទេសចរទី2នោះគឺទេសចរវប្បធម៌ដោយទេសចរវប្បធម៌គេចង់និយាយអំពីប្រភេទទេសចរមួយដែលផ្ដោតទៅលើការទស្សនានិងសិក្សាអំពីវប្បធម៌ប្រពៃណីសាសនាសិល្បៈនិងរបៀបរស់នៅរបស់ប្រជាជននៅតំបន់ផ្សេងហើយក៏វាជាវិធីមួយសម្រាប់ភ្ញៀវទេសចរដើម្បីយល់ដឹងអំពីអត្តសញ្ញាណនិងប្រវត្តិសាស្ត្ររបស់ប្រទេសដែរហើយទេសចរវប្បធម៌គឺវាមានន័យមួយទៀតថាគឺការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយដើម្បីស្វែងយល់អំពីវប្បធម៌របស់តំបន់នោះដូចជាប្រាសាទបុរាណវិទ្យាពិធីបុណ្យប្រពៃណីនិងសិល្បៈជាដើមហើយប្រភេទនៃទេសចរវប្បធម៌វាមានដូចជាទេសចរបេតិកភណ្ឌទស្សនាប្រាសាទនិងទីបុរាណហើយមួយទៀតគឺទេសចរសាសនាទស្សនវត្តអង្គការនិងទីបួងសួងហើយនិងទេសចរសិល្បៈសិក្សាសិល្បៈរបាំនិងតន្ត្រីមួយទៀតគឺទេសចរពិធីបុណ្យចូលរួមពិធីបុណ្យប្រពៃណីហើយទេសចរវប្បធម៌វាមានទីកន្លែងដូចជាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបពិធីបុណ្យចូលឆ្នាំខ្មែរពិធីបុណ្យអុំទូកនិងរបាំអប្សរានិងសិល្បៈបុរាណខ្មែរជាដើមហើយសារៈសំខាន់នៃទេសចរវប្បធម៌នេះគឺវាបានជួយទៅដល់ជាតិដូចជា
ជួយថែរក្សាទុកនិងអភិរក្សវប្បធម៌ជាតិដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយនិងជាតិឬក៏អន្តរជាតិបានទទួលស្គាល់ក៏បានដឹងឮផងដែរចំណុចទី3គឺពីប្រភេទនៃទេសចរអេកូដោយទេសចរអេកូគឺជាប្រភេទទេសចរមួយដែលផ្ដោតទៅលើការធ្វើដំណើរទៅកាន់តំបន់ធម្មជាតិដោយគោរពនិងអភិរក្សបរិស្ថានហើយព្រមទាំងជួយលើកស្ទួយជីវភាពសហគមន៍ទាំងមូលឲ្យបានល្អផងដែរហើយក៏វាជាវិធីធ្វើដំណើរដែលមានការទទួលខុសត្រូវនិងជួយថែរក្សាទុកនៅធនធានធម្មជាតិឲ្យមានស្ថិរភាពសម្រាប់អនាគតហើយទី4នោះគឺប្រភេទនៃទេសចរកំសាន្តហើយប្រភេទនៃទេសចរកំសាន្តគឺជាប្រភេទទេសចរមួយដែលមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសម័យទំនើបបន្ទាប់ពីការងារឬការសិក្សាយូរអង្វែងមនុស្សត្រូវការពេលវេលាសម្រាកនិងកំសាន្តដើម្បីបំផាត់បាត់ភាពនឿយហត់និងបង្កើនថាមពលពេលឡើងវិញដូចនេះទេសចរកំសាន្តបានក្លាយទៅជាជម្រើសសំខាន់មួយសម្រាប់មនុស្សទូទៅ5គឺប្រភេទទេសចរនៃអាជីវកម្មដោយទេសចរនេះគឺជាប្រភេទទេសចរមួយដែលមានសារៈសំខាន់ខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅសម័យបច្ចុប្បន្នហើយជាមួយនឹងការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិហើយមនុស្សជាច្រើនត្រូវបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗដើម្បីចូលរួមកិច្ចប្រជុំសន្និសីទឬពិភាក្សាអាជីវកម្មដូច្នេះទេសចរអាជីវកម្មបានក្លាយទៅជាផ្នែកសំខាន់មួយក្នុងវិស័យទេសចរហើយអត្ថន័យនៃទេសចរអាជីវកម្មគឺមានន័យថាការធ្វើដំណើររបស់បុគ្គលិកឬក្រុមមនុស្សទៅកាន់ទីកន្លែងផ្សេងៗដើម្បីអនុវត្តសកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មដូចជាកិច្ចប្រជុំសន្និសីទពិព័រណ៍ពាណិជ្ជកម្មឬការចរចាអំពីពាណិជ្ជកម្មហើយលក្ខណៈសំខាន់នៃវិស័យទេសចរអាជីវកម្មក៏មានដូចគ្នាដែរដូចជាមានគោលបំណងច្បាស់លាស់ពាក់ព័ន្ធទៅនឹងការងារនិងអាជីវកម្មហើយត្រូវការសេវាកម្មគុណភាពខ្ពស់ដូចជាសន្តាគារនិងមជ្ឈមណ្ឌលប្រជុំហើយនឹងមានការរៀបចំជាមុននឹងមានការវិភាគច្បាស់លាស់ហើយមួយទៀតគឺអ្នកទេសចរមានការចំណាយខ្ពស់ចំណុចទី6គេនិយាយអំពីទេសចរសុខភាពទេសចរសុខភាពគឺជាប្រភេទទេសចរមួយដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោកហើយទេសចរប្រភេទនេះគឺគេត្រូវបានរួមបញ្ចូលសេវាសុខភាពជាមួយនឹងការធ្វើដំណើរធ្វើឲ្យអ្នកទេសចរអាចទទួលបានទាំងសុខភាពល្អនិងបទពិសោធន៍ថ្មីៗផងដែរហើយអត្ថន័យនៃវិស័យទេសចរសុខភាពនេះគឺគេចង់មានន័យថាការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗដើម្បីទទួលបានសេវាកម្មទាក់ទងទៅនឹងសុខភាពការថែទាំទាំងរាងកាយនិងការសម្រាកលំហែទាំងផ្លូវចិត្តចំណុចទី7គឺគេនិយាយអំពីទេសចរផ្សងព្រេងទេសចរផ្សងព្រេងគឺជាប្រភេទទេសចរមួយដែលតែកំពុងមានការពេញនិយមយ៉ាងខ្លាំងហើយជាពិសេសនោះគឺពេញនិយមនៅក្នុងចំណោមយុវវ័យហើយទេសចរប្រភេទនេះគឺភាគច្រើនគេត្រូវបានធ្វើឡើងនៅតំបន់ធម្មជាតិដូចជាភ្នំព្រៃឬទន្លេជាដើមហើយអត្ថន័យនៃទេសចរផ្សងព្រេងគឺគេចង់មានន័យថាការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗដើម្បីចូលរួមសកម្មភាពដែលមានភាពរំភើបនិងមានការប្រឈមដូចជាឡើងភ្នំជិះកង់ឡើងភ្នំហែលទឹកនៅក្នុងទន្លេឬក៏សកម្មភាពផ្សេងៗដែលត្រូវការកម្លាំងនិងភាពក្លាហានជាដើមឥឡូវចូលដល់ចំណុចទី4គឺចំណុចទី4គឺនិយាយអំពីសារៈសំខាន់នៃវិស័យទេសចរចំពោះសេដ្ឋកិច្ចដោយសម្រាប់ប្រទេសកម្ពុជាវិស័យទេសចរត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិដូចជាទី1នោះគឺការបង្កើនប្រាក់ចំណូលជាតិគឺការបង្កើនប្រាក់ចំណូលជាតិគឺមានន័យថានៅពេលកាលណាដែលទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាអំពីទេសចរផ្សេងៗដូចជាទេសចរធម្មជាតិទេសចរកម្សាន្តឬក៏ទេសចរផ្សេងទៀតគឺធ្វើការមានការបង្កើតប្រាក់ចំណូលជូនដល់ជាតិឬក៏ជូនទៅដល់រដ្ឋាភិបាលជាដើមហើយចំណុចទី2នេះគឺការបង្កើតឱកាសការងារការបង្កើតឱកាសការងារគឺនៅពេលដែលការណាភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនានៅក្នុងស្រុកច្រើនគឺវាបានធ្វើឲ្យមានបង្កើនការងារជូនទៅដល់ប្រជាជននៅក្នុងប្រទេសក៏ច្រើនណាស់ដែរហើយទី3នោះគឺបង្កើនការវិនិយោគការបង្កើនការវិនិយោគគឺមានន័យថាគឺធ្វើឲ្យប្រទេសកម្ពុជាមានការវិនិយោគជាមួយនឹងអាជីវកម្មឬក៏ជាមួយនឹងមុខទំនិញផ្សេងៗទៅកាន់ប្រទេសដទៃទៀតឬក៏ទៅកាន់អ្នកវិនិយោគធំនៅក្នុងប្រទេសក៏បានដែរហើយចំណុចទី4គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះគឺ
គឺមានការអភិវឌ្ឍទៅលើផ្លូវថ្នល់ស្ពានជាដើមដើម្បីសម្រួលទៅដល់ការធ្វើចរាចរណ៍ទៅកាន់ទស្សនានៅកន្លែងទេសចរផ្សេងៗដើម្បីឲ្យភ្ញៀវទេសចរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅដល់ហើយទី5នោះគឺលើកកម្ពស់វប្បធម៌និងអត្តសញ្ញាណជាតិគឺមានន័យថាកាលណាដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាច្រើនគឺធ្វើឲ្យវប្បធម៌និងអត្តសញ្ញាណជាតិរបស់ខ្មែរនោះគឺមានភាពទូលំទូលាយយ៉ាងច្រើនហើយក៏បានផ្សព្វផ្សាយឲ្យទៅដល់ប្រទេសជិតខាងឬក៏ប្រទេសនៃជនបរទេសថែមទៀតផងឲ្យប្រទេសដែលមិនធ្លាប់ស្គាល់មិនធ្លាប់ឮក៏បានដឹងឮអំពីវប្បធម៌និងអត្តសញ្ញាណជាតិខ្លះរបស់កម្ពុជាផងដែរហើយចំណុចទី6គឺជំរុញឲ្យអាជីវកម្មតូចនិងមធ្យមនោះគឺមានន័យថាការដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកក្នុងស្រុកកម្ពុជាជាច្រើនគឺអាជីវកម្មតូចនិងមធ្យមនោះគឺមានការរីកចម្រើនកាន់តែច្រើនឡើងហើយធ្វើឲ្យប្រជាជននៅក្នុងស្រុកនោះក៏មានជីវភាពរស់នៅធូរធារទៅតាមនឹងដែរដោយភ្ញៀវទេសចរគឺមានការឧបត្ថម្ភឬក៏ជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងស្រុកហើយម្យ៉ាងទៀតនោះគឺសេដ្ឋកិច្ចនៅជាតិក៏វាអាចធូរធារទៅតាមនឹងដែរហើយក៏ជួយលើកកម្ពស់នៃសេដ្ឋកិច្ចរាជរដ្ឋាភិបាលបានខ្លះផងដែរជាដំបូងខ្ញុំសូមគោរពជម្រាបសួរទៅដល់លោកគ្រូនិងសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះស្រីសាដោយថ្ងៃនេះខ្ញុំមកបន្តនៅចំណុចទី5ដែលនិយាយតាក់ទងទៅនឹងសក្តានុពលវិស័យទេសចរនៅកម្ពុជាដោយប្រទេសកម្ពុជាយើងមានសក្តានុពលសំខាន់នៅលើវិស័យទេសចរដែលសក្តានុពលទាំងអស់នោះមានដូចជាទី1គឺទេសចរវប្បធម៌និងប្រវត្តិសាស្ត្រដែលប្រទេសរបស់យើងមានសក្តានុពលខ្លាំងគឺប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបដែលជាបេតិកភណ្ឌពិភពលោកនិងប្រាសាទបុរាណជាច្រើនទៀតទី2គឺទេសចរធម្មជាតិនិងអេកូទេសចរតំបន់ភូមិភាគឦសានមណ្ឌលគិរីរតនគិរីមានសក្តានុពលលើទេសចរធម្មជាតិទឹកធ្លាក់សត្វព្រៃដែលកំពុងទាក់ទាញទេសចរយ៉ាងខ្លាំងទី3គឺទេសចរឆ្នេរសមុទ្រខេត្តព្រះសីហនុនិងតំបន់កោះផ្សេងដូចជាកែបកំពតកោះកុងដែលមានឆ្នេរស្អាតដែលជាតំបន់ទាក់ទាញទេសចរលំហែកាយយ៉ាងទាក់ទាញទី4គឺទេសចរទីក្រុងនិងសហគមន៍រាជធានីភ្នំពេញជាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រព្រះបរមរាជវាំងសារមន្ទីរនិងទេសចរសហគមន៍នៅតាមតំបន់ជនបទនិងចុងក្រោយស្ថិរភាពនិងសន្តិសុខដែលប្រទេសកម្ពុជារបស់យើងបានរក្សាបាននៅសន្តិភាពសុវត្ថិភាពល្អនិងការវិវត្តហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនព្រលានយន្តហោះថ្មីជាកត្តាជំរុញឲ្យមានលំហូរទេសចរមកទស្សនាយ៉ាងច្រើនកកដោយយើងចូលដល់ចំណុចទី6ដែលនិយាយតាក់ទងទៅនឹងបញ្ហាប្រឈមនៅក្នុងវិស័យទេសចរដែលប្រទេសកម្ពុជារបស់យើងមានបញ្ហាប្រឈមចម្បងនៅក្នុងវិស័យទេសចរដែលបញ្ហាទាំងអស់នោះរួមមានទី1គឺកង្វះមគ្គុទ្ទេសក៍ជំនាញសេវាកម្មមិនទាន់ទាក់ទាញបញ្ហាអនាម័យនិងកង្វះបន្ទប់ទឹកការដំឡើងថ្លៃសេវាខ្ពស់ហួសហេតុនៅរដូវកាលបុណ្យទានលើសពីនេះការកេងប្រវ័ញ្ចភ្ញៀវទេសចរកង្វះគោលដៅទេសចរថ្មីនិងផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក៏ជាកត្តារារាំងដល់ការអភិវឌ្ឍវិស័យនេះផងដែរដោយចំណុចទី7និយាយតាក់ទងទៅនឹងដំណោះស្រាយនិងការអភិវឌ្ឍវិស័យទេសចរដោយការអភិវឌ្ឍវិស័យទេសចរនៅកម្ពុជាផ្ដោតលើការសិក្សាផ្ដោតលើការរក្សាសន្តិភាពស្ថិរភាពនយោបាយនិងការការពារធនធានធម្មជាតិសម្បត្តិវប្បធម៌ចូលដល់ចំណុចចុងក្រោយគឺចំណុចទី8សេចក្តីសន្និដ្ឋានដោយវិស័យទេសចរនៅកម្ពុជាគឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មាសបៃតងដែលជំរុញកំណើនសេដ្ឋកិច្ចបង្កើនការងារនិងផ្សព្វផ្សាយវប្បធម៌ការវិវត្តទេសចរប្រកបដោយចីរភាពការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការធ្វើ Digital រូបនីយកម្មគឺជាគន្លឹះទាក់ទាញទេសចរជាតិនិងអន្តរជាតិដោយចំណុចរបស់ខ្ញុំមានតែប៉ុណ្ណេះជាចុងក្រោយសូមអរគុណលោកគ្រូនិងអរគុណទៅដល់មិត្តរួមថ្នាក់ទាំងអស់គ្នាសម្រាប់ការស្ដាប់នៅការបកស្រាយរបស់ក្រុមខ្ញុំអរគុណ